ចេញដំណើរជាមួយនឹងបងប្អូនអាជីវករបាទចង់ដឹងថាពួកខ្ញុំទៅណាហើយធ្វើគេខ្លះតោះទៅមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាចុងសប្តាហ៍នេះបងប្អូនអាជីវករបាននាំគ្នាយកផលិតផលខ្មែរយកទៅដាក់តាំងនៅខាងប្រទេសវៀតណាមបាទហើយយើងចេញមកតាមផ្លូវជ្រៃធំបាទហើយនេះឥឡូវយើងមកដល់កោះធំក៏យើងចូលស្រស់ស្រូបអាហារពេលព្រឹកសិនបាទបងប្អូនហើយហាងរបស់បងស្រីបាទមានកាទៀវសាច់គោមានកាទៀវប្រហិតត្រីមានកាទៀវច្រើនមុខប៉ុន្តែដោយសារតែចៃដន្យគេក៏ម៉ងអស់ទៅបាទខ្ញុំពីរអ្នកបងប្រុសបាទក៏ដាក់កំងកាទៀវបាទបកងម្ដងមើលចង់ដឹងថារសជាតិឆ្ងាញ់យ៉ាងណាបាទអែមរបស់គេបងប្អូនកាទៀវបាទខ្ទិះមែនតើណាខួរវាបាទហើយបកងនេះនិយាយពីថាជាតិមែនតើបាទកាទៀវមួយចានបាទបកងម្នាក់ពីរបាទសម្រាប់អាហារពេលព្រឹកព្រោះប្លែកមួយយ៉ាងដែរបងប្អូនបាទអញ្ចឹងឥឡូវនឹងសាកពីអ្នកបងប្រុសមើលហើយបន្ទាប់មកយើងក៏បន្តដំណើរមកដល់ជ្រៃធំហើយបាទឥឡូវយើងមកដល់ខាងក្រុងសំពៅពូនបាទហើយឥឡូវនេះបាទដោយសារតែយើងមកជាមួយនឹងថ្នាក់ដឹកនាំបាទក្រោមការដឹកនាំរបស់អាដាមខុនសេរីរដ្ឋាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាលបាទហើយនេះយើងមកដល់ស្ពានបាទទន្លេបាទទន្លេនេះគឺទន្លេព្រំប្រទល់បាទមកខាងកម្ពុជាមកខាងប្រទេសវៀតណាមបាទអញ្ចឹងមិនថាបើយើងមកតាមគណៈប្រតិភូមានអ្នកដឹកនាំបាទថ្នាក់ដឹកនាំមកជាមួយអញ្ចឹងគឺថាងាយស្រួលមែនតើបាទគឺយើងមិនបាច់ចុះវាយប៉ាសពតដល់ខ្លួនឯងទេគឺមានអ្នករៀបចំឲ្យមកកាផ្លេតែម្ដងបាទបងប្អូនឥឡូវនេះយើងបានចូលមកដល់ទឹកដីប្រទេសវៀតណាមហើយបាទគឺថាទស្សនវិជ្ជាគឺថាថ្ងៃនេះគឺថាមេឃស្រស់បំព្រងមែនតើបាទអត់មានភ្លៀងអត់មានអីបាទហើយនេះខ្ញុំដាក់វីដេអូយឺតៗតិចដើម្បីឲ្យបងប្អូនយើងបានមើលរោងការបាទរោងការនៅខាងប្រទេសវៀតណាមគេនេះគឺថាគេធ្វើនៅជាប់ផ្លូវដែរហើយគឺថារោងគេគឺថាតតឹងគឺទូចប៉ុន្តែបណ្ដោយនិយាយពីថាវែងបាទដោយសារតែផ្លូវហ្នឹងវារៀងចៀតដូច្នេះអញ្ចឹងក្នុងរោងនេះគេដាក់តុកទំនៀបជួរសឹងតាមមួយជួរបងប្អូនបាទដោយសារតែផ្លូវរៀងចៀតដូច្នេះរោងការរបស់គេគឺគេប្រើពណ៌សហើយនិងពណ៌ក្រហមដើម្បីតុបតែងបាទអញ្ចឹងមើលទៅប្រពៃណីរបស់វៀតណាមគឺគេចូលចិត្តបែបអញ្ចឹងឥឡូវនេះពួកយើងក៏បានមកដល់ទីតាំងកន្លែងដាក់តាំងបាទផលិតផលខ្មែរថ្ងៃនេះយើងមានតាំងផលិតផលខ្មែរមានតាំងផលិតផលវៀតណាមទាំងអស់បាទដើម្បីដាក់ចូលរួមគ្នាដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយគ្នាបងប្អូនហើយផលិតករបស់យើងបាទគាត់មានដាក់តាំងមានសម្ភារៈខ្មែរយើងច្រើនបងប្អូនបាទមានសៀងមានសាប៊ូបាទមានឆែពៅមានប្រេងកាឡាប្រេងហិតមានអឺកាបូបមានទឹកមាត់ត្រចៀកកាមមានចម្លាក់ស្ពាន់បាទហើយឥឡូវនេះគឺយើងមកដល់បន្ទប់សម្រាប់គឺថាបន្ទប់គេស្អាតមែនទែនបងប្អូនបាទបន្ទប់គេរៀបចំនៅស្ថានភាពកន្លែងកម្មវិធីហ្នឹងគឺថាស្អាតមែនទែនបាទបន្ទប់ទឹកអីគេក៏ស្អាតដែរបងប្អូនហើយនិយាយពីថាមើលទៅការរៀបចំរបស់គេគឺល្អមែនទែនគឺថាខាងប្រទេសវៀតណាមគេរៀបចំទាំងការស្នាក់នៅទាំងការហូបចុកទាំងការធ្វើដំណើរហ្នឹងគឺគេរៀបចំសម្រួលឲ្យយើងមកស្រួលតែម្ដងបាទដោយសារតែយើងមកតាមគណៈបរដ្ឋពូបងប្អូនហើយឥឡូវនេះមុននឹងចាប់ផ្ដើមកម្មវិធីបាទកម្មវិធីគេធ្វើនៅពេលថ្ងៃម៉ោង2ហើយអញ្ចឹងខាងប្រទេសវៀតណាមគេរៀបចំម្ហូបអាហារបាទទទួលបងប្អូនអាជីវករយើងបាទអាជីវករយើងមកច្រើនបាទមកតាមបណ្ដាខេត្តជាច្រើនខេត្តបាទបើគិតពីចំនួនវាចូលខ្ទង់100អ្នកជាងឯតាមមើលបើខ្ទង់100អ្នកជាងពីព្រោះមកច្រើនខេត្តដែរបាទសិតតែខេត្តដែលជាប់ព្រំប្រទល់ប្រទេសវៀតណាមបងប្អូនហើយឥឡូវចង់បង្ហាញបងប្អូនអ្នកម្ហូបរបស់ប្រទេសវៀតណាមបាទគេរៀបចំទទួលយើងគឺថាអានេះមើលទៅស្តៀងដូចស៊ុបអានោងអញ្ចឹងបាទប៉ុន្តែគេមានបន្លែមានអីច្រើនណាស់បាទហើយសាច់គេមានខួរក្តាមគេមានបកាគេមានមឹកអីហើយឥឡូវនេះយើងចាប់ផ្ដើមបាទរៀបចំតុបតែងសម្រាប់កម្មវិធីពីព្រោះដោយសារកម្មវិធីគេនេះគេធ្វើចាប់ពីម៉ោង2រសៀលទៅអញ្ចឹងឥឡូវបងប្អូនអាជីវករខ្មែរយើងក៏ដាក់តាំងបង្ហាញផលិតផលរបស់ខ្មែរហើយខាងអាជីវកររបស់ខាងប្រទេសវៀតណាមក៏គាត់រៀបចំផលិតផលរបស់ប្រទេសវៀតណាមដែរដើម្បីឲ្យយើងបានទស្សនាមើលទាំងអស់គ្នាថាតើប្រទេសខ្មែរយើងមានផលិតផលអីគេខ្លះហើយប្រទេសវៀតណាមគេមានផលិតផលអីគេខ្លះបាទហើយឥឡូវនេះកម្មវិធីគេចាប់ផ្ដើមហើយបាទហើយកម្មវិធីនេះគឺគេធ្វើក្នុងគោលបំណងបាទជំរុញពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសវៀតណាម
ធ្វើយ៉ាងណាឲ្យមានការនាំចេញនាំចូលហ្នឹងទៅវិញទៅមកបាទថាតើប្រទេសកម្ពុជាយើងមានផលិតផលអីដែលល្អអាចនាំចូលមកប្រទេសវៀតណាមហើយប្រទេសវៀតណាមមានរបស់អីអាចនាំទៅប្រទេសខ្មែរយើងវិញបាទហើយមុននឹងចាប់ផ្ដើមកម្មវិធីនេះខាងថ្នាក់ដឹកនាំបាទថ្នាក់ដឹកនាំរបស់ខាងប្រទេសវៀតណាមក៏ដូចជាថ្នាក់ដឹកនាំរបស់ខាងប្រទេសកម្ពុជាយើងបានធ្វើការប្រគល់បាទវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកមុននឹងយើងចាប់ផ្ដើមកម្មវិធីសន្និសីទណាបងប្អូនបាទដើម្បីកសាងទំនាក់ទំនងបាទពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យវាកាន់តែស្អិតល្មួតជាមួយគ្នាធ្វើយ៉ាងណាឲ្យការនាំចេញផលិតផលរបស់ខ្មែរយើងឲ្យកាន់តែមានភាពល្អប្រសើរជាងមុនណាបងប្អូនហើយដោយសារតែប្រើប្រាស់ភាសាវៀតណាមយើងពិបាកស្ដាប់គេក៏មានខាងអ្នកបកប្រែដែរបាទគេមានអ្នកបកប្រែជាភាសាខ្មែរអញ្ចឹងយើងដាក់កាសស្ដាប់អញ្ចឹងទៅពេលដែលខាងប្រទេសវៀតណាមគាត់និយាយជាវៀតណាមគឺយើងអាចស្ដាប់មានអ្នកបកប្រែជាខ្មែរហើយនៅពេលដែលយើងនិយាយជាខ្មែរក៏មានអ្នកបកប្រែទៅជាភាសាវៀតណាមវិញដែរបាទអញ្ចឹងយើងដាក់កាសបាទដាក់កាសស្ដាប់អញ្ចឹងទៅដើម្បីឲ្យយើងដឹងថាកម្មវិធីគេនិយាយអំពីអីគេខ្លះអញ្ចឹងណាបងប្អូនហើយកម្មវិធីនេះល្អមែនទែនបាទសម្រាប់បងប្អូនប្រជាពលរដ្ឋយើងដែលជាពិសេសអាជីវករបាទអាជីវករខ្មែរយើងបាទគឺថាគាត់មានអារម្មណ៍សប្បាយរីករាយណាស់នៅពេលដែលមានថ្នាក់ដឹកនាំបាទថ្នាក់ដឹកនាំជាពិសេសអាដាមខុនសេរីរដ្ឋាដែលជាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាលហ្នឹងបាទជួយជំរុញបាទលើកទឹកចិត្តអាជីវករខ្មែរយើងឲ្យមកកាន់អន្តរជាតិឲ្យគេបានឃើញហើយយើងក៏បានធ្វើបទបង្ហាញអំពី slide របស់យើងបាទនេះគឺខាងចម្លាក់ស្ពាន់របស់ខ្មែរយើងបាទដើម្បីបង្ហាញឲ្យខាងប្រទេសវៀតណាមគេបានឃើញតើចម្លាក់ស្ពាន់របស់យើងដែលធ្វើជាផ្ដិលជាកាបូបជាពែងជាត្រីជាអីហ្នឹងតើវាមានភាពស្រស់ស្អាតយ៉ាងណាដើម្បីជំរុញនៃការនាំចេញមកខាងប្រទេសវៀតណាមណាបងប្អូនហើយយើងមិនមែនមានតែចម្លាក់ស្ពាន់តែមួយទេបាទក៏មានខាងអាជីវកររបស់យើងចំនួន2រូបទៀតដែលគាត់បានឡើងធ្វើបទបង្ហាញជូនប្រទេសវៀតណាមដែរគឺខាងមេត្រីបាទគូគាត់ជាអ្នកឯកទេសក្នុងការដេរកាបូបពីសូត្របាទពីសូត្ររបស់គាត់ហ្នឹងគឺគាត់ដេរបានស្អាតមែនទែនបាទសូត្ររបស់គាត់គឺដេរក៏ស្អាតហើយខាងចម្លាក់ស្ពាន់នោះក៏ទឹកដៃមិនធម្មតាដែរបាទគឺថាទឹកដៃផលិតផលរបស់ខ្មែរយើងគឺខ្លាំងមែនទែនគឺថាផលិតទៅឃើញស្អាតបាទតាំងកាបូបយួរដៃបាទកាបូបដាក់លុយសមីអីហ្នឹងគឺថាខាងបងខាងមេត្រីហ្នឹងគឺថាគាត់ផលិតបានស្អាតហើយភាគច្រើនជាជនពិការទៀតដែលជាអ្នកផលិតណាហើយក្រុមហ៊ុនមួយទៀតបាទគឺក្រុមហ៊ុនទៅដោះគោម៉ូបាទជាក្រុមហ៊ុនមួយរបស់ខ្មែរយើងដែលមានទីតាំងនៅខាងអរិយខ្សាត់បងប្អូនបាទគឺគាត់ក៏បានឡើងធ្វើបទបង្ហាញផងដែរហើយគាត់មិនមែនមានតែទៅដោះគោម៉ូតែមួយមុខទេបាទទៅដោះគោស្រស់ហ្នឹងគឺគាត់មានទាំងអង្គផងដែរបាទនៅពេលដែលបញ្ចប់កម្មវិធីក៏មានការទស្សនកិច្ចបាទពីឋានៈដឹកនាំរបស់ខាងប្រទេសវៀតណាមក៏ដូចជាអាជីវកររបស់ប្រទេសវៀតណាមហ្នឹងគឺគេមកចាប់អារម្មណ៍បាទមើលផលិតផលរបស់ខ្មែរហើយគេអាជីវករខ្មែរយើងក៏មើលផលិតផលរបស់ប្រទេសវៀតណាមវិញបាទយើងមើលគ្នាទៅវិញទៅមកដើម្បីសិក្សាដើម្បីដោះដូរបាទផ្ដល់នេមកាតឲ្យគ្នាទៅវិញទៅមកសួរព័ត៌មានអំពីផលិតផលគ្នាទៅវិញទៅមកដើម្បីបង្កើនទំនាក់ទំនងសម្រាប់កិច្ចសហការងារថ្ងៃក្រោយទៀតអញ្ចឹងណាបងប្អូនហើយបន្ទាប់ពីកម្មវិធីចប់គឺខាងប្រទេសវៀតណាមក៏គេមានទទួលបាទអាហារពេលល្ងាចសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋជាអាជីវកររបស់ខ្មែរយើងផងដែរបាទគឺគេមានម្ហូបអាហារច្រើនបាទម្ហូបអាហារគេបបោបាទនេះគឺបង្គាបំពងបាទមានប៉ាតេមានលក្ខណៈជាឆ្នាំងបាទខាងម្ហូបខាងប្រទេសវៀតណាមភាគច្រើនគឺគេចូលចិត្តមានឆ្នាំងបាទនេះឆ្នាំងលក្ខណៈដូចស៊ុបអញ្ចឹងណាបងប្អូនមើលទៅស្តៀងដូចស៊ុបហើយមានត្រីហើយជាពិសេសគឺម្ហូបគេអត់ចោលហ្មងគឺបន្លែបាទគឺថាគេចូលចិត្តបន្លែមែនទែនបន្លែគឺដាក់ម្ដងគឺថាពេញហៀឆ្នាំងតែម្ដងបងប្អូននេះមានតកួនមានផ្សិតម្ជុលមានតយោងចេកនិយាយពីថាដាក់ទៅគឺថាពេញឆ្នាំងហៀឆ្នាំងតែម្ដងបាទគឺថា
គេខាងប្រទេសវៀតណាមគេចូលចិត្តហូបបន្លែណាបងប្អូនបាទអញ្ចឹងយើងមកនេះក៏យើងរៀនទម្លាប់បាទម្ហូបរបស់គេមើលតើរសជាតិយ៉ាងណាបាទហើយអាចទទួលយកបានបងប្អូនគឺថាម្ហូបប្រទេសវៀតណាមគឺរសជាតិយើងអាចស្តៀងនឹងម្ហូបចិនស្តៀងនឹងម្ហូបខ្មែរយើងដែរទេហើយនៅពេលដែលយប់ឡើងគឺក្រុមបងប្អូនអាជីវករយើងបាទឆ្លៀតដើរទស្សនកិច្ចពេលយប់បន្តិចណាបងប្អូនហើយនេះបងប្អូនឃើញលម្អឯកាលពីដើរមកស្រុកខ្មែរយើងក៏មានដែរលម្អហ្នឹងបាទហើយយើងដើរមើលពេលយប់ឡើងយើងដើរទស្សនកិច្ចនៅខាងខេត្តអានយ៉ាងរបស់គេតិចមើលបាទបងប្អូនយើងមកនេះគឺយើងមកខេត្តអានយ៉ាងបាទយប់ឡើងយើងដើរមើលតាមស្រុកទេសរបស់គេតិចមើលថាតើយប់ឡើងគេលក់អីខ្លះបាទយើងចូលមកកន្លែងលក់សម្ភារៈអីផ្សេងផ្សេងបាទនេះលក្ខណៈដូចជាកូនម៉ាតមួយអញ្ចឹងណាបងប្អូនគេមានលក់ទឹកត្រីទឹកស្អ៊ីវប្រេងឆាមានបន្លែមានកាហ្វេមានអីសពមុខអញ្ចឹងទៅនៅពេលដែលយើងសម្រាកមួយយប់ហើយបាទផឹកឡើងខាងអ្នករៀបចំកម្មវិធីនៅខាងប្រទេសវៀតណាមក៏គេមានទទួលអាហារពេលផឹកសម្រាប់យើងផងដែរហើយអាហារពេលផឹកនេះគេរៀបចំលក្ខណៈ buffet តែម្ដងបាទគឺថាម្ហូបអាហារគេគឺមានច្រើនបងប្អូនបាទនេះគេមានម្ហូបគេមានបន្លែគេមាននំគេមានអីបាទមានពោតមានតម្លោមានសុទ្ធមាន់បាទមានអានេះមើលទៅក្រហមខ្ញុំស្តៀងនឹងខគោអីមិនទេបាទបងប្អូនបាទគឺថាម្ហូបអាហារគេគឺគេរៀបចំមកបោសម្រាប់បងប្អូនអាជីវករខ្មែរយើងដែលគាត់អញ្ជើញយកផលិតផលមកគឺថាមើលទៅអែមបាទអែមមែនតើគឺថាផលិតផលខ្មែរយើងគឺថាថ្ងៃនេះបានមកបង្ហាញបាទមានតាំងម្សៅស៊ុបបាទមានតាំងសៀងមានតាំងឆែពៅមានតាំងទឹកមាត់ត្រចៀកកាមមានសាប៊ូមានប្រេងកាឡាប្រេងហិតបាទសពមុខបែបយ៉ាងហើយមានកាបូបមានកាម៉ាមានហូលអីសពមុខបែបយ៉ាងគឺថាចម្លាក់ស្ពាន់តដោះគោអង្គអីហ្នឹងគឺថាសុទ្ធតែផលិតផលល្អរបស់ខ្មែរយើងតែម្ដងបាទឥឡូវនេះដល់ពេលខ្ញុំចាប់ផ្ដើមញ៉ាំអាហារពេលផឹកបាទហើយបាទដើម្បីត្រៀមខាងថ្នាក់ដឹកនាំគាត់នឹងនាំអាជីវករយើងនៅពេលដែលចប់ហ្នឹងគឺគាត់នាំដើរលេងកម្សាន្តនៅប្រទេសវៀតណាមពេលផឹកនេះបន្តិចហើយมันយើងអាចចេញត្រឡប់ទៅប្រទេសខ្មែរវិញបាទហើយសម្រាប់ខ្ញុំនេះអត់ចោលទេបាទគឺហូបឲ្យបានគ្រប់មុខតែម្ដងជាពិសេសបាទយើងបានភ្លក់ហ្វឺបាទហ្វឺនៅប្រទេសវៀតណាមគឺរសជាតិដើមតែម្ដងពេលដែលយើងញ៉ាំអាហារពេលព្រឹកហើយបាទថ្នាក់ដឹកនាំរបស់យើងគឺគាត់បាទមានឡានគឺថាឡាននេះគេមានឡានសរ៉ែនតែម្ដងបងប្អូនខាងប្រទេសវៀតណាមគេមានឡានក្បួនតែម្ដងមានឡានសរ៉ែននៅពីមុខហើយគេមានឡានសម្រាប់បិទគូតពួកយើងនៅពីក្រោយបាទនេះឡាននេះលក្ខណៈក្បួនគណៈប្រតិភូតែម្ដងគឺយើងមកនេះមកលេងបាទមកទស្សនាកន្លែងលោកយាយបាទកន្លែងនេះគឺជាទីតាំងមួយដែលឃើញបងប្អូនប្រជាជនប្រទេសវៀតណាមគឺគាត់ជឿបាទគាត់បន់ស្រន់បាទគឺថាឮគេថានៅទីនេះស័ក្តិសិទ្ធិបាទអញ្ចឹងយើងក៏បានមកដល់ហើយក៏ឆ្លៀតបាទឆ្លៀតចូលទៅដើម្បីទស្សនាបាទក៏ដូចជាការអុជធូបបន់ស្រន់បាទកន្លែងនេះគឺថាចូលទៅហ្នឹងគឺថាសិតតែកន្លែងពិធីដូចជាលក្ខណៈសាសនាប្រពៃណីរបស់គេបងប្អូនឲ្យឃើញអ្នកដែលគាត់ផ្អែកទៅអញ្ចឹងដាក់ដៃទៅលើហ្នឹងគឺជាការបន់ស្រន់បាទគេជឿទុកចិត្តថាទីនេះគឺជាកន្លែងដែលអាចបន់ស្រន់ទៅអាចនឹងទទួលបានជោគជ័យស័ក្តិសិទ្ធិនៅអ្វីដែលគាត់បានបន់អញ្ចឹងណាបងប្អូនបាទហើយយើងក៏ដើរមកខាងក្រៅហើយនេះបងប្អូនខ្ញុំឃើញដើមអំពិលបងប្អូននេះដើមអំពិលដែលយើងបេះស្លឹកសម្រាប់ស្លម្ជូរតកួនហ្នឹងគេដាំដាក់ផើងមើលទៅស្អាតបងប្អូនតាមពិតជាដើមអំពិលយើងណាបងប្អូនដើមអំពិលហើយនេះបើសិនជាលក់វិញមកផើងនេះមិនថោកហើយបងប្អូនតាមពិតជាដើមអំពិលដែលយើងគិតថាមិនសូវមានតម្លៃសោះប៉ុន្តែខាងប្រទេសវៀតណាមគេបកកែកែច្នៃមែនទែនហើយភ្នំបាទភ្នំនៅក្បែរហ្នឹងគឺគេដាក់ខ្សែរ៉តឡើងតែម្ដងបងប្អូនគេអភិវឌ្ឍកន្លែងគេមានរ៉តយើងចង់ឡើងភ្នំមិនបាច់ហត់ទេបងប្អូនគឺថាឡើងជិះរ៉តនឹងទៅតែម្ដងគឺអាចឡើងទៅដល់កំពូលភ្នំតែម្ដងមិនបាច់ឡើងនាំហត់នាំចុកជើងអីចឹងគាត់ថាប្រទេសគេបកកែកែច្នៃបាទតំបន់កន្លែងទេសចរមែនទែនណាបងប្អូន
អញ្ចឹងបន្ទាប់ពីយើងទៅទស្សនាកន្លែងលុកយាយរួចហើយបាទហើយយើងក៏ចាកចេញទៅកន្លែងមួយទៀតបាទគេនាំយើងទៅខាងផ្សារទំនើបណាបងប្អូនហើយកន្លែងនេះគឺដូចតំបន់ទេសចរមួយអញ្ចឹងគឺថាមានបងប្អូនប្រជាពលរដ្ឋគាត់លក់ដូរច្រើនណាជុំវិញតាមផ្លូវហើយបងប្អូនប្រជាពលរដ្ឋយើងបាទនេះអាជីវករខ្មែរយើងក៏បានឆ្លៀតទិញនំទិញណែតអញ្ចឹងឥឡូវនេះគេបាននាំយើងមកកន្លែងក្រុមហ៊ុនខាងផ្សារទំនើបបាទប្រទេសវៀតណាមគឺថាគេទទួលស្វាគមន៍ឋានៈដឹកនាំរបស់យើងហើយស្ថិតក្រោមការដឹកនាំរបស់អាដាមខុនសេរីរដ្ឋាបាទលោកបានជួយជំរុញបាទឲ្យខាងអាជីវករប្រទេសវៀតណាមហ្នឹងគឺគាត់ជួយដល់ការនាំចូលបាទផលិតផលរបស់អាជីវករខ្មែរយើងបាទជួយជំរុញនាំចូលយកមកលក់នៅប្រទេសវៀតណាមឲ្យបានច្រើនផងបាទបន្ទាប់ពីយើងប្រជុំចប់ហ្នឹងក៏យើងមានការថតរូបអនុស្សាវរីយ៍រួមគ្នាបាទហើយប្រទេសវៀតណាមហ្នឹងគេចាប់អារម្មណ៍ទៅលើផលិតផលរបស់ខ្មែរយើងចំនួន3បាទទី1គឺថាសៀងទី2នោះគឺឆាពៅហើយនិងទី3ប្រេងហិតបាទប្រេងកាឡាប្រេងហិតហ្នឹងគឺគេចាប់អារម្មណ៍ចង់នាំផលិតផលខ្មែរយើងទាំង3ហ្នឹងគឺយកមកដាក់លក់នៅក្នុងផ្សារទំនើបរបស់ខាងប្រទេសវៀតណាមនេះឥឡូវគេក៏នាំយើងចូលមកទស្សនកិច្ចបាទនៅផ្សារបាទទំនើបរបស់ប្រទេសវៀតណាមហ្នឹងដែលគេដាក់លក់ផលិតផលរាប់ពាន់មុខបាទហើយខាងម្ចាស់ផ្សារហ្នឹងគឺគេចាប់អារម្មណ៍ទៅលើផលិតផលខ្មែរយើងថាគេនឹងសហការជាមួយយើងដើម្បីនាំផលិតផលខ្មែរយើងហ្នឹងយកមកដាក់លក់នៅក្នុងផ្សារទំនើបរបស់គេតែម្ដងណាបងប្អូនបាទហើយអញ្ចឹងទេគឺថាយើងពិតជាអស្ចារ្យមែនទែននៅពេលដែលផលិតផលរបស់ខ្មែរយើងបានដាក់តាំងនៅផ្សារទំនើបរបស់ខាងប្រទេសវៀតណាមនេះយើងគិតថាមានមោទនភាពជាតិខ្មែររបស់យើងមែនទែនហើយយើងសង្ឃឹមជឿជាក់ថាផលិតផលខ្មែរយើងនឹងបាននាំចេញបាទដាក់តាំងនៅប្រទេសផ្សេងជាច្រើនផ្សេងទៀតបាទឥឡូវនេះក្បួនយើងចាប់ផ្ដើមត្រៀមចេញត្រឡប់ទៅប្រទេសខ្មែរវិញហើយបាទហើយឥឡូវនេះយើងបានមកដល់ទឹកដីខ្មែរយើងក៏បានចែកប៉ាសពតគ្នាបាទដោយសារតែខាងកម្មវិធីគេរៀបចំគេប្រមូលទៅមុនបាទហើយយើងក៏បានញ៉ាំបាយអាហារសាមគ្គីជាមួយគ្នាមកពេលទៀតនៅខាងកោះធំបាទបងប្អូនពីព្រោះយើងមកដល់នេះរៀងថ្ងៃត្រង់ចង់ជ្រុលពេលហើយមកបាយខ្ទង់ម៉ោង1ណាអញ្ចឹងយើងក៏ចូលមកកន្លែងហាងកាទៀវដែលយើងញ៉ាំកាលពីម្សិលមិញហ្នឹងបាទយើងក៏ម៉ងបាទមានស្ងោរជ្រក់បកងមានបកងចំហុយបាទយើងញ៉ាំអាហារសាមគ្គីម្ដងទៀតហើយក៏សូមអរគុណដល់ខាងក្រុមហ៊ុនតរ៉ូគូម៉ូម៉ូដែលជួយឧបត្ថម្ភទៅដល់អាហារមួយពេលសម្រាប់បងប្អូនយើងថ្ងៃនេះបាទជូនពរបងប្រុសទាំងពីរបាទជួបតែសេចក្តីសុខនិងរីកចម្រើនបាទហើយយើងក៏បន្តដំណើរចេញពីខាងកោះធំហ្នឹងបាទត្រឡប់មកខាងតាខ្មៅវិញបាទគឺយើងក៏មកដល់ផ្ទះបងប្រុសខាងជីវកររបស់យើងឆែពៅបាទនេះឆែពៅ888គឺថាសូមសរសើរមែនទែនបងប្អូនបាទគឺថាពីរអ្នកប្តីប្រពន្ធគាត់នោះចិត្តបានណាបាទនៅខាងប្រទេសវៀតណាមនោះគាត់ចែកឆែពៅពួកយើងម្នាក់1គីឡូហើយឥឡូវមកដល់ផ្ទះនេះគាត់ឆ្លៀតបាទយកជ្រក់ឆែថាវយកជ្រក់គុកឃ្រីវបាទចែកបន្ថែមទៀតតែម្ដងណាចាអញ្ចឹងបងប្អូនដែលមានបំណងចង់ទិញឆែពៅបាទកុំភ្លេចបាទយីហោ888បាទគឺថាបងស្រីសរសើរមែនតែនទាំងប្តីទាំងប្រពន្ធនិយាយថាចិត្តល្អណាស់បាទគឺថាខ្មែរយើងអញ្ចឹងគឺថាការផលិតផលបានល្អហើយចិត្តក៏ល្អទៅទៀតបាទអញ្ចឹងជូនពរបាទអាជីវកម្មបាទឆែពៅបោះបងស្រី878រីកចម្រើនកាន់តែធំឡើងបាទហើយជូនពរទាំងបងប្អូនអាជីវករនៅក្នុងឡាននឹងទាំងអស់គ្នាឲ្យរីកចម្រើនទាំងអស់គ្នាជួបគ្នានៅថ្ងៃក្រោយទៀតបាទហើយបងប្អូនកុំភ្លេចជួយ like ជួយ subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីទៀតបាទ